ស្វាមីភរិយាទេបុព្រឹកនិងជេដេវីតក៏ទោសថៃចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាលបន្ទាប់ពីកងទ័ពថៃឈ្លានពាននិងបានវាយគំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកក៏ទោសជាខ្លាំងក្នុងនោះដែរគូស្វាមីភរិយាតារាចម្រៀងលោកជេដេវីតនិងទេបុព្រឹកបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបជេដេវីតនិងទេបុព្រឹកបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកបាននៅការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងបានគោរពអនុមទនប្រកាន់ភ្ជាប់នឹងការគោរពលទ្ធិទេវរាជនិងត្រីបូតេសូមប្រកាសថ្កោលទោសដល់ឪពុកម្បូរថៃដែលជាពុកម្បូរនៃឃាតករសាសនាប្រមាថចំពោះទេវរូបដែលតំណាងឲ្យអំណាចនៃចក្រវាលទោសនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងចំកណ្ដាលដួងកែវបិសាចនៃអំបូរថ្មិលយ៉ាងប្រកបជានាពេលដ៏ខ្លីខាងមុខដោយអំណាចនៃស្ដេចអថានបុព្វបុរសនិងកំណត់ជោគវាសនាជនទាំងនេះឲ្យជាប់ក្នុងវាលដែលដុតរង្គាលដោយភ្លើងសូមឲ្យសម្លេងឧទ្ទិដ្ឋាននៃសារវ័នទូលទាំងទ្វីបទាំងដង្ហើយសូមដល់ទ្រង់ឲ្យមានអានុភាពគំតិចពុសាសដែលបានគំតិចនៅរូបសំណាកដែលបានប្រតិឋានទុកជាទីគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាលោកជេដេវីតនិងទេបុព្រឹកប៉ុណ្ណោះទេដែលចេញមុខថ្កោលទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនឹងការសោកស្ដាយនិងថ្កោលទោសការវាយគំទេចរូបសំណាកទេវរូបវិស្ណុក្នុងទឹកដីប្រទេសកម្ពុជាផងដែរគួរបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងវាយគំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងជាក់ស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពមើលឥតសាសនារបស់កងទ័ពថៃដែលឈ្លានពាននិងបានវាយគំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាជាញាតថ្កោលទោសការវាយគំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា